ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នានៅនឹងខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅមើលទស្សនភាពទៅតាមដងផ្លូវពីពោធិ៍សាត់ទៅខេត្តកោះកុងយើងជិះតាមផ្លូវជាតិលេខ10ដែលទៅធ្វើឲ្យថ្មីផ្លូវហ្នឹងគឺមានសម្រស់ស្រស់ស្អាតហើយជាពិសេសនោះគឺទស្សនភាពដែលនៅតាមដងផ្លូវហ្នឹងឡើងខៀវសង្ងាត់សិតតែពណ៌បៃតងទាំងអស់ធ្វើឲ្យអារម្មណ៍យើងគឺ fresh បំបត្តិទុកកង្វល់អស់រលីងយើងមានអារម្មណ៍ថាពេលដែលយើងជិះលើផ្លូវជាតិមួយហ្នឹងគឺដូចជានៅលើជួរភ្នំរហូតហើយផ្លូវមានភាពបាត់បែនផ្លូវកោងជាដំណាក់កាលហើយចុះចំណោតឡើងចំណោតមានអារម្មណ៍ថាផ្លូវហ្នឹងគឺស្អាតទស្សនភាពតាមដងផ្លូវបើសិនជាបងប្អូនអត់ទាន់បានទៅលេងទេបងប្អូនគួរតែសាកជិះឲ្យបានម្ដងផ្លូវទៅខេត្តកោះកុងហ្នឹងហើយជាពិសេសពេលដែលយើងចង់ទៅលេងសមុទ្រផងឬក៏ភ្នំផងឬក៏ព្រៃផងយើងអាចទៅលេងនៅខេត្តកោះកុងបានហើយមកដល់ទីតាំងនេះគឺមានអារម្មណ៍ថាខ្យល់អាកាសបរិសុទ្ធហ្នឹងក្មួយប្រុសរបស់ខ្ញុំនៅឡានខាងមុខហ្នឹងគាត់ក៏បានបើកដំបូលឡានដើម្បីងើបឈរហើយឥឡូវហ្នឹងគឺយើងបានមកដល់ស្ពានកោះកុងហើយស្ពានកោះកុងគឺជាស្ពានដែលវែងជាងគេឆ្លងកាត់សមុទ្រហើយវាស្អាតហើយវាមានទស្សនភាពនៅតាមដងផ្លូវហ្នឹងរហូតយើងក៏ធ្វើដំណើរបានមកដល់ឆ្នេរបាក់ខ្លងហ្នឹងគឺទឹកសមុទ្រហ្នឹងអាចឲ្យកូនយើងលេងបានកូនកំពុងតែលេងហើយយើងហួសពីនោះមកយើងក៏បន្តមកដល់ Cafe Starbucks ដើម្បីផឹកកាហ្វេពួកអីអត់បានទេអត់បានញៀនទេគ្រាន់តែអត់បានផឹកមួយថ្ងៃគឺថាឈឺហើយអញ្ចឹងយើងក៏បន្តដំណើរមកដល់ចេតិយខុនឆាងខុនផែនដើម្បីបួងសួងសុំសេចក្តីសុខមុននឹងយើងត្រឡប់មកផ្ទះវិញអរគុណបាយបាយ